ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទីតាំងថ្មីមួយដែលស្អាតមែនតែនហើយនៅក្នុងខេត្តសៀមរាបនៅដែលមានឈ្មោះថាចេស្តាកាហ្វេទីតាំងហ្នឹងគឺល្បីបើបងប្អូនមួយចំនួននេះប្រហែលជាអាចនឹងទៅលេងរួចហើយតែមួយចំនួនទៀតដែលអត់ទាន់ទៅលេងខ្ញុំចូលមកបានថតរូបខ្លះតែអត់បាន review ទាំងអស់ទេគ្រាន់តែថាមើលទៅស្អាតចាប់អារម្មណ៍ក៏ថតរូបបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាខែឡូមានទ្រីបមកខាងសៀមរាបអីចាំឈានចូលមកលេងកន្លែងមួយនេះផងព្រោះទីតាំងមួយនេះពេលយើងចូលមកពោពេញទៅដោយធម្មជាតិដើមឈើធំក៏មានតូចក៏មានហើយវាធ្វើឲ្យយើងមានអារម្មណ៍ថា relax ការរៀបចំរបស់គាត់នេះគឺគាត់រៀបចំមកគឺមានការពាក់ព័ន្ធខ្លាំងមែនតើវាលីងទៅធម្មជាតិមានតាំងពីទឹកឈូសធ្លាក់ទឹកទឹកស្រះអីតូចឲ្យវាមានចលនាទឹកហូរមានដើមឈើធំមានកញ្ចក់មានផ្កាមានអីគឺស្អាតខ្លាំងមែនតើហើយខ្ញុំមកលេងនេះកាលហ្នឹងខ្ញុំទៅការងារទេតែឃើញស្អាតក៏ឈៀងថតខ្លះទុកធ្វើអនុស្សាវរីយ៍មានដើមផ្កាសិល្បៈយ៉ាងកាលហ្នឹងខ្ញុំទៅពេលជិតចូលឆ្នាំចិនអញ្ចឹងមានការរៀបផ្កាផងនេះផងគឺស្អាតខ្លាំងមែនតើហើយនៅខាងក្នុងយើងមានកាហ្វេចិនល្បីដែរនៅក្នុងខេត្តសៀមរាបហ្នឹងទីតាំងកន្លែងគាត់ហ្នឹងក៏ទលាយអង្គុយញ៉ាំអីគឺបាន relax ខ្លាំងមែនតើមិនត្រឹមតែប៉ុណ្ណោះទេសំបីតែបន្ទប់ទឹកគាត់ហ្នឹងក៏ធ្វើមកក្បាច់ស្អាតដែរបែប open space មកបន្ទប់ហើយការ decor ការ design របស់គាត់ចេញមកគឺស្អាតប្លែកចឹងបើសិនជាទៅសៀមរាបកុំភ្លេចឈានចូលលេងទីតាំងមកកន្លែងនេះផងព្រោះមិនថាមនុស្សចាស់ឬក្មេងៗទេបើចូលលេងទីតាំងនឹងហើយប្រកាសជាមានអារម្មណ៍ថាស្រស់ស្រាយពីព្រោះចូលមកខាងក្នុងត្រជាក់ក៏ត្រជាក់ដើមឈើច្រើនផងហើយទីតាំងកន្លែងអង្គុយលេងអីគឺអាចនិយាយបានថាមកស្អាតមកអេមល្អខ្លាំងមែនទែនសម្រាប់អ្នកដែលចង់ relax ចង់បែបធម្មជាតិហើយតែពេលណាខ្ញុំនៅក្នុងក្រុងសៀមរាបហ្នឹងណាវីដេអូរបស់ខ្ញុំអត់ទៅបាន detail ច្រើនទេដោយសារមកហើយតាំងវាផងទៅចឹងទៅអត់ទៅបានគាត់ detail ទេគាត់ថាបាន review ខ្លះនៅខាងក្នុងអញ្ចឹងពុកម៉ែបងប្អូនពិនិត្យមើលបានចានិយាយទៅគឺកន្លែងកាហ្វេចេស្តានេះគឺ fresh ខ្លាំងមែនតើការទស្សនាសម្រាប់ relax ហើយបើសិនជាចង់ដឹងកាន់តែច្បាស់ចាំអញ្ជើញមកលេងទីតាំងនេះផងមើលទៅស្អាតចង់ចែកម្លែកទៅពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាបានមកហើយឈានចូលផងបានញ៉ាំកាហ្វេហើយបានមើលទេសភាពបែបធម្មជាតិមានទឹកធ្លាក់មានផ្កាមានអីចឹងណាចាអរគុណច្រើនសម្រាប់ការទស្សនាកុំភ្លេចជួយ subscribe channel YouTube ខ្ញុំម្នាក់មួយផងចាអរគុណច្រើន